បន្ទាប់ពីនាងត្រូវបានគេចាប់ដៃជាប់នាងប្រតិកម្មគេលែងដៃខ្លួនទៅគេមិនបានខ្វល់ទេសោយចំអត់ទៅការនាងព្រមតែតបទៅថាវាយឺតពេកហើយវានោះគឺជាមុខសញ្ញារបស់យើងតាំងពីដំបូងដែលនាងនាំវាមកម្លេះនាងឮបែបនេះសំចិត្តជាមួយនឹងគេណារួចក៏ក្រវាដៃគេចេញសួរថាហេតុអីក៏លោកធ្វើដោយកូនក្មេងបែបនេះនិយាយគ្នាឲ្យស្រួលវល់បន្តិចទៅឯគេនោះតបទាំងឌឺថាខ្ញុំដូចជាខ្លាចដល់ហើយឮនាងនិយាយបែបនេះទៅនាងឆ្ងល់ថាថ្ងៃនេះមិនក៏អប៉ិននឹងមករញ៉ាញ៉ៃជាមួយខ្លួនអីខ្លាំងម្ល៉េះរួចក៏តបទៅកាន់គេថាបើលោកមិនចូលចិត្តឲ្យខ្ញុំនៅទីនេះទេលោកនិយាយតាមត្រង់មកខ្ញុំនឹងចេញទៅគេឮនាងនិយាយបែបនេះទឹកមុំក៏ផ្លាប់ដូរមួយរំពេចនាងក៏ក្នុងចិត្តថាបើខ្ញុំឆ្លោះជាមួយនឹងគេអ្នកដែលខាត់បងនោះគឺមានតែខ្ញុំទេគ្រាន់តែគេប្រាប់ឲ្យនាងចេញពីមុខពីមាត់របស់គេទៅក៏បានហើយអរេណូខឹងនាងឡើងក្តាប់ដៃហើយពេលដែលឃើញនាងធ្វើរឹកពីបែបនេះរួចក៏សួរទៅកាន់នាងថាតើនាងគ្មានភាពខ្មាស់អៀនក្នុងខ្លួនខ្លះទេឬឯនាងមិនដឹងទេថាគេនឹងចង់និយាយពីអីទៅគេបន្តទៀតថាខ្ញុំគិតថានឹងបំភ្លេចរឿងនេះទៅហើយប៉ុន្តែតើនាងគិតថានាងជាអ្នកណាហ៊ានមកនិយាយបែបនេះទាំងដែលនាងជាអ្នកដែលខំប្រឹងវាលូនមកទីនេះមុនវាភ្លាមពេកនាងឆ្ងល់ថាហេតុអីក៏នៅសក់ស្រាប់តែបែបនេះទៅវិញតើគេគឺជាម៉ែក្មេងកំពុងតែធ្វើបាបកូនប្រសាស្រីឬយ៉ាងម៉េចហ្នឹងខ្ញុំពិតជាហត់នឿយនឹងគេខ្លាំងណាស់នាងសួរតកានគេថាតើលោកចង់បានន័យថាយ៉ាងម៉េចគេតបថាខ្ញុំស្មានតែនាងលេងអីហើយនៅពេលដែលនាងមិនខ្វាយខ្វល់អ្វីសោះហើយរស់នៅយ៉ាងស្ងៀមស្ងាត់ខ្ញុំច្បាស់ជាឈួតហើយដែលគិតថានាងជាមនុស្សបែបនោះដែលគ្មានគេខ្មាំងដូចជានាងអាចផ្លាស់ប្ដូរបានវាពិតជាគួរឲ្យចង់សោកនាងឃើញគេបែបនេះក៏តបទៅថាបើលោកចង់និយាយអីនិយាយតាមត្រង់មកមិនចាំបាច់និយាយអូក្រឡាវែងឆ្ងាយអីនោះទេគេនិយាយឡើងតែសម្ដីត្រជាក់ថាតើនាងចង់មកបួងសួងនៅពេលដែលនាងកំពុងមើលកំជ្រួចទៀតមែនទេនាងបានបួងសួងកុំឲ្យអ៊ីវ៉ុនអាចត្រឡប់មកផ្ទះវិញបានអត់ទេនាងបានបួងសួងឲ្យអ៊ីវ៉ុនរលាយបាត់និងស្លាប់តែម្ដងនាងក៏ដឹងហើយថាថ្ងៃដែលអ៊ីវ៉ុនបាត់ខ្លួនគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យជាតិហើយនាងក៏បានបួងសួងបែបនេះអស់រយៈពេល6ឆ្នាំមកនេះនាងឮបែបនេះពិតជាភ្ញាក់ផ្អើលណាស់គិតក្នុងចិត្តថាតើភីនាភីពិតជាធ្វើបែបនេះមែនឬហើយគេសួរទៅកាន់នាងថាតើនាងមានអារម្មណ៍យ៉ាងម៉េចដែរដែលនាងបានមកកាន់តំណែងរបស់អ៊ីវ៉ុនអស់រយៈពេល6ឆ្នាំដោយដែលនាងបានបួងសួងនាងក៏ក្នុងចិត្តថាខ្ញុំមិនដែលដឹងនោះទេថាអ៊ីវ៉ុនបានបាត់ខ្លួននៅថ្ងៃចុងក្រោយនៃពិធីបុណ្យព័ត៌មានបែបនេះគេមិនបានបង្ហាញឲ្យដឹងនៅក្នុងហ្គេមនោះទេចឹងថ្ងៃនេះជាថ្ងៃទុក្ខសោកនៃគ្រួសារអាកាហើយដែលត្រូវបាត់បង់កូនស្រីនិងប្អូនស្រីជាទីស្រឡាញ់របស់គេតែមួយគត់វាមិនចម្លែកនោះទេដែលនាងបួងសួងឲ្យអ្នកនាងម្ចាំងពេប្រកុនមិនអាចត្រឡប់មកវិញព្រោះថាបើនាងមកវិញនាងនឹងអាចក្លាយជាជនអនាថានៅតាមផ្លូវម្ដងទៀតត្រឹមតែមួយយប់នាងក៏ក្លាយជាកូនស្រីអ្នកមានបទពិសោធន៍បែបនេះខ្ញុំក៏ធ្លាប់ជួបដែរប៉ុន្តែបងប្រុសទី2របស់អ៊ីវ៉ុនមិនយល់ពីការបួងសួងមួយនេះទេគឺគេមិនអាចលើកលែងឲ្យភីណេណូភីរហូតបានបង្កឲ្យមានរឿងខ្សែកនោះខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេបើសិនជាខ្ញុំធ្វើចរិតដូចជាភីណេណូភីនៅពេលនេះបើសិនជារេណូមិនអាចគ្រប់គ្រងអារម្មណ៍របស់គេបានហើយច្រាខ្ញុំទម្លាក់ពីលើបង្អួចនោះគិតបែបនេះរួចនាងក៏តបទៅកាន់គេថានៅពេលនោះខ្ញុំធ្វើចឹងព្រោះតែខ្ញុំនៅក្មេងពេកខ្ញុំសុំទោសខ្ញុំពិតជាសុំទោសពិតមែនហើយរឿងនេះវាក៏ដូចជាស្រមោលដែលតាមលងបន្លាខ្ញុំរហូតមកដែរគេសើចចំអកមកកាន់នាងព្រមទាំងនិយាយថាស្រមោលដែលតាមលងបន្លានាងបានអញ្ចឹងខ្ញុំនឹងសួរនាងព្រោះតែវាជារឿងអតីតកាលហើយអ្វីបានជានាងធ្វើបែបនោះទោះបីជាអ៊ីវ៉ុនត្រឡប់មកវិញក៏មិនមានន័យថានាងនឹងត្រូវដេញចេញឬក៏យ៉ាងណានោះទេនាងលើសំណួររបស់គេបែបនេះមិនដឹងថាគួរឆ្លើយយ៉ាងណានោះទេព្រោះថាវាមិនមែនជាអ្វីដែលនាងចង់បានសម្រាប់ខ្លួនឯងនោះទេគេឃើញនាងស្ងាត់បែបនេះក៏ស្រែកទៅថាឆាប់បើកមាត់របស់នាងហើយនិយាយភ្លាមទៅនាងតបទៅកាន់គេថាខ្ញុំមិនគួរមកទីនេះទេមកពីខ្ញុំគិតមិនបានល្អិតល្អន់ឲ្យខ្ញុំសុំទោសគេតបទៅថានាងគិតថានាងសុំទោសហើយនាងនឹងរួចខ្លួនតើមែនទេនាងព្យាយាមសុំទោសគេដោយការហៅឈ្មោះរបស់គេម្ដងហើយម្ដងទៀតតែគេនោះនិយាយចាក់បញ្ចូលគ្នាទេតបទៅកាន់នាងថាតើនាងមិនប្រាប់ខ្ញុំទេថានាងធ្វើយ៉ាងម៉េចទើបអាចឲ្យលោកប៉ាឈរខាងនាងបានតើក្មេងតូចមួយអាចចាប់អ្នកកញ្ញាដល់ម្រាមដៃតូចរបស់ពួកគេបានយ៉ាងម៉េចទៅប្រាប់ខ្ញុំមកខ្ញុំចង់រៀនតាមដែរនាងសម្លឹងទៅឃើញភាររបស់គេហាក់ដូចជាមានការប្រែប្រួលហាក់ដូចជាវានឹងអាចធ្លាក់ចង់បានគ្រប់ពេលហើយពេលនេះមេក៏ចាប់ដើមងងឹតហើយនាងព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនឯងរួចក៏ហៅទៅកាន់គេថារេណូខ្ញុំពិតជាសុំទោសដែលខ្ញុំធ្វើរឿងបែបនោះកាលពីខ្ញុំនៅក្មេងខ្ញុំពិតជាសុំទោសពិតមែនប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យលោកដឹងនៅរឿងម្យ៉ាងនោះគឺការបាត់បង់ប្អូនស្រីរបស់លោកវាមិនមានការពាក់ព័ន្ធនឹងខ្ញុំនោះទេមូលហេតុដែលខ្ញុំមកទីនេះព្រោះតែមេកាបានប្រាប់ឲ្យខ្ញុំមកបើសិនជាខ្ញុំចង់មើលកំជ្រួយគាត់ថាលោកប៉ាបានអនុញ្ញាតឲ្យខ្ញុំមកទីនេះហើយខ្ញុំគ្រាន់តែមកមើលវាបន្តិចរួចក៏រៀបនឹងទៅវិញតែគេនោះមិនបានស្ដាប់សំ
សម្ដីរបស់នាងទេប្រាប់ឲ្យនាងបិទមាត់ទៅរួចក៏និយាយឡើងថាខ្ញុំគិតថានាងនឹងមិនបង្កមានបញ្ហាអ្វីនោះទេនៅពេលដែលខ្ញុំឮថានាងនឹងមកជំនួសកន្លែងរបស់អ៊ីវ៉នប៉ុន្តែអ្វីដែលពួកយើងទទួលបានវាគ្រាន់តែជាទីស្ករឈួតលប់ដែលមកពីណាក៏មិនដឹងហើយមកត្រូវបានគេហៅថាស្វាឈួតទៀតនិងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកយើងថែមទៀតផងរហូតដល់ខ្ញុំឃើញថានាងដើរយ៉ាងសេរីពេញក្នុងផ្ទះបែបនេះពីសម្ដីរបស់គេដូចទៅនឹងពីសម្ដីបងប្រុសរបស់នាងនៅឯពិភពលោកប៉ាត់ដែរបែបនេះហើយវាធ្វើឲ្យប៉ាតង្កេញដល់ផ្លូវចិត្តរបស់នាងខ្លាំងណាស់នាងចង់ទៅស្រ័យប្រតិកម្មពួកគេថាមនុស្សដូចជាពួកលោកខ្ញុំក៏មិនដែលចង់ជួបនោះដែរហេតុនេះហើយនាងនិយាយទៅដល់លេងមានភីស្ទស្ទើថាតើលោកដែលចាត់ទុកខ្ញុំជាមនុស្សដែលមកជំនុំដែរឬឯគេតបដោយសោកចំអកមកកាន់នាងថាអញ្ចឹងតើពួកយើងគួរធ្វើយ៉ាងម៉េចទៅចំពោះទីស្ករដែលរើមកពីណាក៏មិនដឹងនោះខ្ញុំគួរតែចាត់ទុកនាងជាព្រះនាងឬក៏ម្ចាស់ស្ត្រីនាងតបទៅកាន់គេថាត្រូវហើយយ៉ាងហោចណាស់គួរតែចាត់ទុកខ្ញុំជាមនុស្សបែបនោះម្ដងទៅគេឮបែបនេះក៏សើចទៅទាំងហួសចិត្តនាងបន្តទៀតថាអ្នកណាទៅដឹងខ្ញុំអាចនឹងសម្ដែងឲ្យដូចជាប្អូនស្រីដែលបាត់ខ្លួនរបស់លោកបានបើសិនជាខ្ញុំចង់នោះឮបែបនេះភ្លាមទឹកមុខរបស់គេក៏បានប្រែប្រួលមួយរំពេចកំហឹងរបស់គេកាន់តែកើនឡើងបន្ទាប់ពីឮពីសម្ដីរបស់នាងឯភារយរបស់គេក៏ធ្លាក់ចុះដែរគេសម្លក់ទៅកាន់នាងស្ទើរតែស៊ីសាច់របស់នាងទៅហើយព្រមទាំងនិយាយទៅកាន់នាងថាកុំនិយាយពីសម្ដីបែបនេះចេញពីមុខរបស់នាងឮគេនិយាយបែបនេះក៏តបទៅថាហេតុអីក៏មិនបានក្រែងមានមាត់សម្រាប់និយាយមិនចឹងឯងហើយក៏បន្តលក់លុយទៅឲ្យគេថាការស្អប់វត្តមានរបស់ខ្ញុំជារឿងមួយដែលលោកចេះធ្វើត្រូវទេខ្ញុំក៏មានអារម្មណ៍បែបនេះដែរបើសិនជាខ្ញុំដឹងថាខ្ញុំនឹងត្រូវអត់ឃ្លាននៅពេលដែលមកនៅក្នុងវិមានរបស់អ្នកកញ្ញាដដែលខ្ញុំមិនគួរគាត់នាំខ្ញុំមកទីនេះនោះទេទោះបីជាកងវល់ខ្ញុំយ៉ាងណានោះតើធ្វើយ៉ាងម៉េចទៅខ្ញុំអាចចាប់គាត់បានលោកចង់ដឹងមិនចឹងឯងងាយទេខ្ញុំគ្រាន់តែសម្ដែងធ្វើជាអ្នកសុំទានដូចដែលលោកបាននិយាយអញ្ចឹងគេស្រែកឡើងប្រាប់ឲ្យនាងឈប់ប៉ុណ្ណឹងបានហើយចំណែកឯភារយរបស់គេក៏បន្តធ្លាក់ជាលំដាប់នាងសម្លឹងទៅកាន់គេដោយគិតថាទឹកមុខគេពេលនេះពិតជាល្អមើលណាស់គេតែងតែសើចចំអកនឹងមើលងាយខ្ញុំរហូតវាឡើងคล้ายទៅជាទម្លាប់របស់គេទៅហើយតើអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលបន្ទាប់ពីខ្ញុំមកទីនេះពីណែនូភីមិនស្រែកលោឡាឬបោះកំទេចចោលរបស់របរប្រើប្រាស់ដោយពីមុនឬមួយក៏មកពីក្មេងស្រីដែលធ្លាប់តែរឹងរូសស្រាប់តែផ្លាស់ប្ដូរភ្លាមខ្ញុំពិតជាធុញទ្រាន់នឹងរឿងនេះណាស់រួចនាងក៏និយាយទៅកាន់គេថាខ្ញុំគ្មានលុយសំបីតែមួយកាក់នៅក្នុងខ្លួនសំបីតែបន់សពម្ដាយរបស់ខ្ញុំក៏ខ្ញុំមិនអាចធ្វើឲ្យគាត់បានដែរហើយប្រហែលថ្ងៃក្រោយមកបន្ទាប់ពីខ្ញុំរស់នៅតែម្នាក់ឯងលោកប៉ារបស់លោកបានមករកខ្ញុំហើយនិយាយថាខ្ញុំនឹងក្លាយជាកូនស្រីរបស់គាត់នៅពេលនោះប្រាប់ខ្ញុំមកតើលោកធ្លាប់មិនមានអ្វីសោះក្រៅពីទឹកភ្លៀងដែលធ្លាក់មកអំឡុងពេលដែលមានសាកសពមួយនៅក្បែរលោកដែរឬទេតើលោកធ្លាប់ញ៉ាំរបស់ដែលត្រជាក់នៅសល់ដែរឬទេតើលោកដែលធ្លាប់កកាយយកអាហារដែលនៅសល់ពីធុងសម្រាប់សំបីតែម្ដងដែរឬទេលោកចង់ដឹងមែនទេថាហេតុអ្វីបានជាខ្ញុំបួងសួងមិនឲ្យប្អូនស្រីពិតប្រាកដរបស់លោកត្រឡប់មកវិញព្រោះតែខ្ញុំមិនចង់ត្រឡប់ទៅដូចពេលនោះវិញខ្ញុំខ្លាចថាខ្ញុំនឹងត្រឡប់ទៅពេលដែលខ្ញុំត្រូវឈរសម្លឹងមើលតាមផ្លូវហើយសង្ឃឹមថានឹងមានមនុស្សចាអាហារដែលនៅសល់ទៅក្នុងធុងសម្រាមនាងគិតបន្តក្នុងចិត្តថាខ្ញុំមិនចង់នៅស្ងៀមស្ងាត់ឬទទួលការស្ដីបន្ទោសលើអ្វីដែលខ្ញុំមិនបានធ្វើនោះទេខ្ញុំចង់ស្រែកឲ្យខ្លាំងថាខ្ញុំភ័យខ្លាចនឹងពិភពលោកមួយនេះខ្លាំងណាស់ពេលនៅភីច្បាស់ជាមានអារម្មណ៍បែបនេះដូចគ្នាបើសិនជាខ្ញុំជានាងនៅពេលនោះខ្ញុំក៏បួងសួងមិនឲ្យទូឯស្រីត្រឡប់មកវិញដែរវាមិនមែនជាបញ្ហាទៀតនោះទេបើសិនជាភាគរយនៃការពេញចិត្តរបស់គេធ្លាក់ចុះនៅពេលនេះទោះបីជាខ្ញុំត្រូវស្លាប់នៅពេលនេះក៏ខ្ញុំមិនស្ដាយក្រោយដែរជាពិសេសនាងគឺសម្រាប់ភីណែនូភីដែលល្ងងខ្លៅតែនាងបានចាក់ចេញទៅហើយនោះលៀមនងគេក៏ហាមមកកាន់នាងថាភីណែនូភីនាងប្រើគេនិយាយមកខ្ញុំបើកត្រចៀកចាំស្ដាប់គេនិយាយតែរដេករដប់ថាខ្ញុំមិនបានដឹងថានាងធ្លាប់ឆ្លងកាត់ការលំបាកបែបនេះនោះទេនាងតបក្នុងចិត្តថាប្រកបណាស់លោកមិនដឹងនោះទេព្រោះនាងជារឿងកំសត់នៅពីក្រៅមនុស្សដែលជួបស្ថានភាពដ៏លំបាកម្នាក់លោកនឹងមិនដាលឺរឿងបែបនេះនៅក្នុងពិភពលោកនេះឬក៏អាចនឹងគ្មានថ្ងៃដឹងផងរួចក៏តបទៅកាន់គេថាត្រូវហើយអ្វីដែលលោកធ្លាប់តែដឹងកន្លងមកបើយោងទៅតាមការប្រងើយកន្តើយរបស់លោកមកលើខ្ញុំនោះគឺខ្ញុំពូកែរោគយុទ្ធសាស្ត្រដើម្បីធ្វើឲ្យអ្នកកញ្ញាយកខ្ញុំមកជំនួសប្អូនស្រីដែលបាត់ខ្លួនរបស់លោកយ៉ាងណាមិញពេលនេះលោកដឹងហើយនៅពេលដែលលោកចាស់ខ្ញុំថាជាចៅលួយគ្រឿងអលង្ការពេលនោះខ្ញុំគ្រាន់តែជាក្មេងស្រីអាយុ12ឆ្នាំតែទាំងមិនដែលដឹងផងថាខ្សែកនោះវាមានតម្លៃប៉ុណ្ណាគេលើបែបនេះហើយបានត្រឹមតែឈរកាំងត្រឹងនៅមួយកន្លែងស្របពេលនោះដែរជាពេលដែលគេបានកំជ្រួចឡើងមកពន្លឺកំជ្រួចបានជះបំភ្លឺទៅលើរាងកាយរបស់ពួកគេទាំងពីរទឹកមុខរបស់នាងមើលទៅត្រជាក់និងស្លេកស្លាំងពេលដែលនាងទើបតែនិយាយហាក់
ដូចជាបានធ្វើឲ្យនាងអស់កម្លាំងទាំងអស់កែវភ្នែករបស់រ៉េណូពុកពេញទៅដោយការសោកស្ដាយនិងការភ្ញាក់ផ្អើលទៅនឹងអតីតកាលដ៏សោកសៅរបស់នាងលៀមនៅភាគរយនៃការពេញចិត្តក៏បានបញ្ចេញពន្លឺវាបានបដូរទៅ14%លេណូ System ក៏បានលោកមកថានាងបានសម្រេចភារកិច្ចរួចរាល់ហើយតើនឹងទទួលយករង្វាន់ដែរឬទេពេលនេះនាងចាប់ផ្ដើមយល់ហើយចឹងមិនថាពួកយើងរីករាយនៅពេលចូលរួមពិធីបុណ្យជាតិនេះឬអត់នោះទេភារកិច្ចនឹងបានសម្រេចបើសិនជាស្ថានភាពវាដូចគ្នា System ក៏បានលោកបង្ហាញមកទៀតរង្វាន់នឹងត្រូវទទួលបានភាគរយនៃការពេញចិត្តរបស់រ៉េណូកើនឡើង3%រួមទាំងស្នានឹងត្រូវទទួលបាននៅឈុតឆាកក្រោយនាងនិយាយទៅកាន់គេទាំងទឹកមុខប្រងើយកន្តើយថាបើសិនជាខ្ញុំត្រូវដេញចេញពីផ្ទះនេះខ្ញុំនឹងត្រឡប់ទៅធ្វើជាអ្នកសុំទានពេញតែប៉ុណ្ណឹងឯងគួរឲ្យចង់សើចណាស់ជាពិសេសចាប់តាំងពីពេលដែលលោកធ្វើឲ្យខ្ញុំមានអារម្មណ៍អាក្រក់ជាងនៅពេលដែលខ្ញុំធ្លាប់ធ្វើជាអ្នកសុំទានកន្លងមកទៅទៀតនិយាយចប់នាងក៏ដើរចាក់ចេញទៅរ៉េណូចង់ខាត់នាងដែរតែនេះមិនបានខ្វល់ពីគេទេដែលធ្វើឲ្យគេកាន់តែមានអារម្មណ៍សោកស្ដាយថែមទៀតតែខ្លួនគេចង់បកស្រាយអ្វីទៅព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែជាការពិតគេឈរសម្លឹងទៅកាន់នាងទាំងសំបីតែដៃក៏មិនអាចទម្លាក់ចុះផងបន្ទាប់ពីបានចាក់ចេញពីគេមកនាងដើរបណ្ដាកិនបណ្ដាថាសម្រាប់មនុស្សម្នាងតែឯងស្លាប់បានគ្រប់ជំហានលទ្ធផលនេះវាល្អជាងការរំពឹងទុករបស់ខ្ញុំទៅទៀតចុងក្រោយខ្ញុំបែរជានិយាយអ្វីដែលគេមិនហៅថាការសន្ទនាចេញមកខ្ញុំមិននឹងដឹងទៅថាអតីតកាលរបស់ភីនេណូភីបែបណានោះបើនៅក្នុងហ្គេមគេមិនប្រាប់ផងនឹងនិយាយថាភីនេណូភីបានត្រឹមផឹកទឹកភ្លៀងនៅក្បែរសាកសពឬញ៉ាំអាហារដែលនៅសល់ក្នុងធុងសម្រាមនោះប្រកាសណាវាច្បាស់ជាបែបនឹងហើយគុំនិតអាក្រក់បែបនេះវាសុទ្ធតែជាការគិតរបស់ខ្ញុំទាំងអស់នឹងរឿងរបស់នាងមិនមែនជារឿងរបស់ខ្ញុំនោះទេអរគុណសម្រាប់ការជួយចុច like ក៏ដូចជា subscribe នៅ channel របស់ Amin ចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ